ឧត្តមស្នេហ៍ត្រីអ្នកវងអះអាងថាស្ថានភាពបច្ចុប្បន្នល្អប្រសើរនៅប្រាសាទតាមាន់ធំកងទ័ពទាំងពីរបដិញ្ញាសហប្រតិបត្តិការល្អជាមួយគ្នាឧត្តមស្នេហ៍ត្រីអ្នកវងមេបញ្ជាការកងពលទ័ពថ្មើរជើងលេខ42បានចរាចរព័ត៌មានប្រឆាំងដែលបានបង្ហោះថានៅប្រាសាទតាមាន់ធំកម្ពុជានិងថៃកំពុងប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងដោយលោកបានបញ្ជាក់ថាស្ថានភាពបច្ចុប្បន្នល្អប្រសើរកងទ័ពទាំងពីរបដិញ្ញាសហប្រតិបត្តិការជាមួយគ្នាដោយសពមួយដងការថ្លែងបញ្ជាក់ឧត្តមស្នេហ៍ត្រីអ្នកវងក្នុងពេលស្វាគមន៍លោកជំទាវជូនប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលបានចុះសួរសុខទុក្ខសំណេះសំណាលជាមួយនាយទាហានរងនិងពលទាហាននាយនគរបាលនិងពលនគរបាលដែលកំពុងឈរជើងការពារព្រំដែនកម្ពុជាថៃសមរភូមិមុខទិសប្រាសាទតាមាន់ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី14ខែមីនាឆ្នាំ2025លោកឧត្តមស្នេហ៍ត្រីអ្នកវងបានបញ្ជាក់ថាមានព័ត៌មានប្រឆាំងមួយចំនួនដែលបានបង្ហោះនៅតាមបណ្ដាញសង្គមគឺបានបំផ្លែងការពិតទាំងស្រុងពីតថភាពជាក់ស្ដែងនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃពិសេសនៅប្រាសាទតាមាន់ដែលបានបង្ហោះនោះក្នុងន័យតាក់ទាញយកផលប្រយោជន៍ផ្ទាល់ខ្លួននិងក្នុងន័យញុះញង់ឲ្យកងកម្លាំងកម្ពុជានិងថៃប្រឈមមុខដាក់គ្នាប៉ុន្តែស្ថានភាពបច្ចុប្បន្ននៅតាមប្រាសាទនេះគឺមានភាពល្អប្រសើរមិនដូចការបង្ហោះក្នុងបណ្ដាញសង្គមមួយចំនួននោះទេដោយមានការចរចាគ្នារវាងភាគីកម្ពុជានិងថៃមិនឲ្យមានការផ្ទុះអាវុធដាក់គ្នាឡើយនិងបដិញ្ញាសហប្រតិបត្តិការជាមួយគ្នាដោយសពមួយដងសូមបញ្ជាក់ថាទាហានខ្មែរនិងទាហានថៃនៅតំបន់ប្រាសាទតាមាន់កាលពីថ្ងៃទី13កន្លងទៅបន្ទាប់ពីទាហានថៃបានចូលទៅហាមមិនឲ្យពលរដ្ឋខ្មែរមួយក្រុមឈរអមដោយទាហានច្រៀងចម្រៀងភ្លេងជាតិខ្មែរនៅលើប្រាសាទតាមាន់ធំមានទីតាំងស្ថិតនៅលើភ្នំដងរែកភូមិតាមាន់ឃុំគោកមនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យដែលមានចម្ងាយ48គីឡូម៉ែត្រពីទីរួមក្រុងសំរោង